អ្នកព្រៃវែងថាដាំឈូកកើបលុយស្រួលជាងដាំស្រូវកសិករខេត្តព្រៃវែងចែករំលែកពីបច្ចេកទេសដាំឈូកដើម្បីចំណេញលុយបានច្រើនជាងដាំស្រូវកាលពីថ្ងៃទី13ខែឧសភាឆ្នាំ2026អាយដាមហ៊ានវ៉ាន់ហនរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញចុះពិនិត្យមើលការងារដាំឈូករបស់ប្រជាកសិករនៅឃុំកំពង់ឫស្សីស្រុកពោរៀងខេត្តព្រៃវែងនិងជួបប្រជុំជាមួយនឹងអាជ្ញាធរព្រមទាំងមន្ត្រីជំនាញក្នុងខេត្តមួយនេះដើម្បីស្វែងរកវិធីសាស្ត្រជួយជំរុញការផលិតក្នុងស្រុកនិងពង្រីកសក្តានុពលកសិឧស្សាហកម្មដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរក្នុងពេលចោះត្រួតពិនិត្យនោះរដ្ឋលេខាធិការក្រសួងកសិកម្មបានណែនាំបន្ថែមដល់កសិករអំពីបច្ចេកទេសដាំដុះនិងការគ្រប់គ្រងទឹកដើម្បីធានាបាននូវទិន្នផលខ្ពស់ហើយបានជួបពិភាក្សាជាមួយកសិករម្ចាស់ចម្ការឈូកនិងសហគមន៍ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារនិងបញ្ហាសត្វល្អិតចង្រៃរដ្ឋលេខាធិការក្រសួងកសិកម្មបានកោតសរសើរចំពោះកសិករនៅក្នុងស្រុកពោរៀងដែលបានបំផ្លាញដីកសិកម្មឲ្យទៅជាតំបន់ដាំដុះឈូកដ៏មានសក្តានុពលដំណាំឈូកមិនត្រឹមតែជាដំណាំសម្រាប់បរិភោគប៉ុណ្ណោះទេប៉ុន្តែវាក៏ជាផ្នែកមួយនៃទេសចរណ៍កសិកម្មដែលអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនិងទិញផលិតផលដោយផ្ទាល់បើតាមការលើកឡើងរបស់លោកអៀនអឿនម្ចាស់ចំការឈូកដែលរស់នៅក្នុងភូមិជ្រៃក្រហមឃុំកំពង់ឫស្សីស្រុកពោរៀងបានឲ្យដឹងថាដំណាំឈូកមានតម្លៃខ្ពស់ជាងស្រូវដោយឈូកស្ងួតមានតម្លៃជាង 5,000 រៀលនៅក្នុង1គីឡូក្រាមហើយរយៈពេល3ខែគឺឈូកអាចប្រមូលផលបានហើយការប្រមូលផលនេះទៀតសោតគឺមានរយៈពេលរហូតដល់2ខែទើបអស់ហើយលោកបន្ថែមទៀតថានៅក្នុង1ហិកតាផាត់ការចំណាយទៅលើប្រេងនិងថ្លៃឈ្នួលរួចអាចនៅសល់ពី3លានទៅ4លានរៀលទៅតាមតម្លៃឈូកឡើងចុះលើទីផ្សារក្រោយបានដឹងពីចំណូលរបស់កសិករដាំឈូកនៅខេត្តព្រៃវែងតើបងប្អូននៅខេត្តដទៃទៀតមានចំណាប់អារម្មណ៍នៅក្នុងការផ្លាស់ប្ដូរនិងចាប់ផ្ដើមដាំដំណាំឈូកដែរឬទេ